ពិភពលោករបស់ខ្ញុំគឺបំពេញទៅដោយភាពសោកខ្មៅអ្វីៗទាំងអស់គ្របដណ្ដប់ទៅដោយអារម្មណ៍សោកសៅប្រៀបដូចជាដំបៅមួយដែលរ៉ាំរ៉ៃគ្មានថ្ងៃសះស្បើយឡើយហេតុការណ៍ដដែលបានកាត់ឡើងមកលើខ្ញុំឡើងខ្លាចទៅជាទម្លាប់ទៅហើយខ្ញុំហើយជីវិតមួយនេះកំសត់ពេកទេអីពេលណាបានមានពន្លឺស្រស់បំប្រងដូចគេឬមួយក៏ខ្ញុំត្រូវរស់នៅបែបនេះរហូតស្រាប់តែវត្តមានពណ៌ថ្មីមួយបានលេចឡើងដោយចៃដន្យជាអភូតហេតុអ្វីចេះតើវាជាព្រេងវាសនាឬក៏ជាការចៃដន្យដែលធ្វើឲ្យបងនេះបានជួបទាបអប្សរដូចជាអូនជាពន្លឺដែលចេះរស្មីបំភ្លឺវិថីនៃជីវិតបងអូនចំប៉ាមាសបងអើយវត្តមានរបស់ស្រីធ្វើឲ្យរៀមស្គាល់ថាអ្វីដែលជាស្នេហ៍ពិតភក្ត្រារបស់ស្រីស្រទន់មានមុនស្នេហ៍មុខមូលក្រឡំចិញ្ចាមនឹងខ្វង់ឲ្យចិត្តរៀមចង់ថ្នាក់ថ្នមស្នេហាចំប៉ាបងសុំស្បត់ថាដរាបណាបងនៅមានសង្ខារបងនឹងថ្នាក់ថ្នមជីវ៉ាអស់មួយជីវិតហៅឡូអូនសួស្ដីបងតាបងក្រុមគ្រួសាររបស់ចម្ប៉ាមែនឥឡូវនេះចម្ប៉ាក៏បានគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ3ស្ថានភាពរបស់គាត់គឺធ្ងន់ខ្លាំងមែនទែនបងបើសិនជាបងនៅជិតហ្នឹងបងចាំជួយបញ្ញាប់មកតិចមកពួកខ្ញុំបានឃើញលេខទូរស័ព្ទនេះសេវដាក់ក្នុងទូរស័ព្ទរបស់គាត់ហើយខាងខាន់គឺគាត់ចាប់ផ្ដើមធ្វើការបដាហើយពួកយើងប្រហែលជាប្រធាន